បងអរគុណដែលបងលះបង់កន្លែងចូលសាកលវិទ្យាល័យឲ្យខ្ញុំពេលខ្ញុំរៀនចប់រកលុយបានខ្ញុំនឹងសងគុណបងជាមិនខានកំពុងពិភាក្សារឿងអ្វីមើលទៅសប្បាយចិត្តម្លេះគ្មានអីទេខ្ញុំគ្រាន់តែគិតថាបងយេនអិនមានរសជាតិល្អណាស់រោគនេះខ្ញុំចូលចិត្តខ្លាំងបើអ្នកចូលចិត្តក៏ល្អហើយហេតុអ្វីអ្នកនៅតែស្លៀកសម្លៀកបំពាក់នេះថ្ងៃនេះសាច់ញាតិទាំងអស់មកជួបជុំបើអ្នកស្លៀកបែបនេះគេនឹងគិតថាគ្រួសារយើងធ្វើបាបអ្នកខ្ញុំមានតែឈុតនេះដែលស្អាតខ្ញុំធ្លាប់ទិញរ៉ូបពណ៌ស្អុយអ្នកមួយមិនពាក់មែនអាវវាហែកហើយរហែកហើយមិនចេះដេរទេឬទៅទិញថ្មីមួយចឹងក៏បានក្រោយញ៉ាំបាយចប់ខ្ញុំនាំអ្នកទៅផ្សារទិញថ្មីមិនបាច់ទេខ្ញុំមានការត្រូវធ្វើអ្នកមានការអីសាលារៀនឡើងវិញក៏មិនទាន់បើកផងខ្ញុំទៅទិញសៀវភៅរៀនអ្នកនៅខឹងរឿងម្សិលមិញមែនទេខ្ញុំប្រាប់ហើយថាយេនអនសុខភាពមិនល្អអ្នកគួរតែអត់ឲ្យនាងខ្ញុំមិនបានខឹងទេខ្ញុំពិតជាទៅទិញសៀវភៅរៀនមែនបានហើយតែមុនម៉ោង12ត្រូវមកដល់សន្តាគារកុំឲ្យយឺតបងយេនបងស្រីនៅតែខឹងខ្ញុំមែនកុំខ្វល់នាងអញ្ចឹងជានិច្ច2 3ថ្ងៃទៀតក៏ធម្មតាវិញខ្ញុំចង់ពិនិត្យស្ថានភាពឯកសារចូលសាកលវិទ្យាល័យរបស់ខ្ញុំអ្នកឈ្មោះយេនមែនទេឯកសារអេឡិចត្រូនិករបស់អ្នកត្រូវសាកលវិទ្យាល័យអនុម័តរួចហើយបើមានអ្នកផ្សេងយកលិខិតទទួលចូលរបស់ខ្ញុំទៅចុះឈ្មោះសាលានឹងពិនិត្យទិន្នន័យទេពិតណាស់ឥឡូវសាលាប្រើការស្គាល់មុខនិងផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណលិខិតទទួលចូលគ្រាន់តែជាឯកសារប៉ុណ្ណោះបើទិន្នន័យអេឡិចត្រូនិកមិនត្រូវគ្នាមិនអាចចុះឈ្មោះបានទេអរគុណច្រើនសាច់ញាតិចាប់ផ្ដើមមើលងាយយេនអិនឮថាប្រឡងមិនជាប់ត្រូវរៀនឡើងវិញមែនក្មេងស្រីរៀនច្រើនទៅក៏មិនបានអីដែររៀបការល្អជាងមើលប្អូនស្រីអ្នកវិញចូលសាកលវិទ្យាល័យល្អអនាគតប្រកបជារុងរឿងបើរៀនឡើងវិញពិបាកពេកចេញធ្វើការជួយគ្រួសារទៅមានគេនិយាយថាឪពុកម្ដាយអ្នកលក់ឡានហើយដើម្បីរកលុយឲ្យអ្នករៀនឡើងវិញបងខ្ចីនាឡិកានេះពាក់ប៉ុន្មានថ្ងៃបានទេមិនបានទេបងនៅខឹងខ្ញុំទេសូម្បីតែនាឡិកាចាស់មួយក៏មិនឲ្យខ្ចីគ្រាន់តែនាឡិកាចាស់ទេប្អូនចូលចិត្តក៏ឲ្យនាងទៅនេះជារបស់ដែលយាយទុកឲ្យខ្ញុំយាយក៏ជាយាយរបស់យេនអិនដែរឲ្យអ្នកណាក៏ដូចគ្នាបើអញ្ចឹងខ្ញុំទិញវា 1000 2000ខ្ញុំមិនលក់ហើយក៏មិនឲ្យដែរថាគាឲ្យទូរស័ព្ទទៅសាកលវិទ្យាល័យលោកគ្រូខ្ញុំឈ្មោះយេនអិនលិខិតទទួលចូលរបស់ខ្ញុំត្រូវគេប្លន់យកពួកគេចង់ឲ្យប្អូនស្រីភ្លោះរបស់ខ្ញុំយេនអិនមកសិក្សាជំនួសខ្ញុំទិន្នន័យអេឡិចត្រូនិករបស់ខ្ញុំនៅត្រឹមត្រូវថ្ងៃស្អែកខ្ញុំនឹងយកឯកសារពីប៉ូលីសនិងអត្តសញ្ញាណប័ណ្ណបណ្ដោះអាសន្នទៅសាលាសូមពិនិត្យមុខនិងឯកសារអេឡិចត្រូនិកឲ្យបានហ្មត់ចត់យើងបានយល់ពីស្ថានភាពហើយសាលាផ្ទៀងផ្ទាត់ទិន្នន័យអេឡិចត្រូនិកនិងការស្គាល់មុខយ៉ាងតឹងរ៉ឹងការក្លែងបន្លំជំនួសអ្នកដទៃមិនអាចជោគជ័យឡើយថ្ងៃស្អែកសូមមកជួបខ្ញុំផ្ទាល់យេនអិនកំពុងធ្វើដំណើរទៅសាកលវិទ្យាល័យដោយគិតថានឹងអាចចូលរៀនជំនួសបងស្រីបានប៉ុន្តែនាងមិនដឹងថាយេនអិនបានរាយការណ៍ទៅសាលាជាមុនរួចហើយការក្លែងបន្លំនឹងត្រូវបង្ហាញនៅពេលចុះឈ្មោះ